Well, as we think it has been a very tough game for យើង us. គឺយើងឃើញហើយការប្រកួតនេះគឺជាការប្រកួតមួយដែលតានតឹងសម្រាប់យើងជាការប្រកួតមួយដ៏ពិបាកហើយយើងបានដឹងតាំងពីដំបូងពានរង្វាន់ហ៊ុនសែនខាប់នេះគឺជាឱកាសចុងក្រោយសម្រាប់ក្រុមបឹងកេតអញ្ចឹងគឺគេដាក់សម្ពាធយើងចាប់ពីតាំងពីនាទីដំបូងមកហើយតង់ទី1គឺខាងបឹងកេតគឺធ្វើបានល្អពាក់ព័ន្ធនឹងនៅពេលដែលគាត់ឡើងមកដាក់សម្ពាធយើងនៅខាងលើគឺពួកគាត់ធ្វើបានល្អហើយសម្រាប់ចូលទៅដល់តង់ទី2វិញវាស្តៀងទៅនឹងការប្រកួតកាលពីថ្ងៃអាទិត្យគឺយើងវាមានបញ្ហាមួយចំនួននៅពេលដែលយើងចាប់ផ្ដើម build up យើងគួរតែលេងបាល់ឆ្ងាយទៅពីក្រោយខ្នងរៀងច្រើនជាងនឹងទៀតហើយយើងដឹងហើយតង់ទី1បើក្រៅពីតបចូលទីគឺយើងដូចជាអត់មានបានធ្វើអីបន្ថែមទៀតទេហើយតង់ទី2នៅពេលដែលយើងជួបបញ្ហាមួយចំនួនយើងជួបបញ្ហាមួយចំនួនអញ្ចឹងកីឡាកររបស់យើងដូចជាពិសេសអ្នកចាំទីដូចជាជួការពារខាងក្រោមគឺពួកគាត់ព្យាយាមធ្វើការបានល្អមែនទែនហើយសម្រាប់លទ្ធផលនៅថ្ងៃនេះជឿថាបឹងកេតប្រហែលជាអត់សប្បាយចិត្តទេគួរតែប្រហែលជាពួកគាត់បើតាមគាត់យល់ឃើញបឹងកេតគួរតែអាចនឹងរកបាល់បានប៉ុន្តែបាល់ទាត់គឺទៅលើការតបបញ្ចូលទីអញ្ចឹងបើសិនយើងអត់តបបញ្ចូលទីទេគឺអត់ឈ្នះទេអញ្ចឹងគាត់គិតថាបឹងកេតមានព្រៀបជាងថ្ងៃនេះសម្រាប់យើងគឺវាជាការប្រកួតពីរជើងអញ្ចឹងវាសម្រាប់លទ្ធផលគឺវាអត់ទាន់បញ្ចប់ទេហើយដូចយើងឃើញជាក់ស្ដែងកាលពីឆ្នាំមុនគឺយើងឈ្នះនៅទីនេះ3-1ប៉ុន្តែចូលទៅដល់ទឹកដីរបស់យើងវិញគឺបឹងកេតតបបញ្ចូលទី2គ្រាប់ហើយយើងតបបញ្ចូលទីនៅនាទីចុងក្រោយអញ្ចឹងការប្រកួតពីរជើងហ្នឹងគឺវាពិបាកសម្រាប់យើងគ្រាន់តែឥឡូវយើងនាំមុខមកគ្រាប់វាគ្រាន់តែវាជាអត្ថភាពបន្តិចបន្តួចសម្រាប់យើងប៉ុន្តែអ្វីយើងត្រូវធ្វើគឺយើងត្រូវការលេងឲ្យបានល្អឥឡូវនេះគឺយើង recovery ប្រមូលកម្លាំងឡើងវិញសម្រាប់កីឡាករមួយចំនួនកីឡាករទាំងអស់3ត្រៀមការប្រកួតលីកនៅចុងសប្តាហ៍ហើយយើងចាំមើលដែរកាប៊ីចាំមើលយើងតាមដានបន្តទៀតសម្រាប់នេះគឺជាបានន័យថាជ័យជំនះជើងទី1អញ្ចឹងជើងទី2យើងតបបញ្ចូលទីនៅដីគេអញ្ចឹងគេក៏អាចតបបញ្ចូលទីនៅដីយើងដូចគ្នាឥឡូវវាបើសិនជាយើងផ្ដល់ព័ត៌មានវាអាចតែរឿងវាលឿនពេកព្រោះដោយសារយើងអត់ទាន់ដឹងថាម៉េចប៉ុន្តែគាត់ប្រហែលជាមានអារម្មណ៍ឬក៏មានបញ្ហាពាក់ព័ន្ធទៅនឹង hamstring ហើយយើងចាំមើលតែចែកទាំងអស់គ្នាថាគាត់អាចសម្រាកមួយសប្តាហ៍ឬដល់ថ្ងៃប្រកួតផ្ដាច់ព្រាត់ឬក៏យើងចាំមើលតាមនឹងទៀតអញ្ចឹងរបៀបហ្នឹងរបៀបសាច់ដុំរបៀប hamstring ហ្នឹងគឺវាអាចនឹងកើតឡើងហើយព្រោះដោយសារយើងការប្រកួតរបស់យើងឃើញហើយគឺការប្រកួតច្រើនយើងប្រកួតថ្ងៃអាទិត្យថ្ងៃពុធថ្ងៃសៅរ៍ចឹងអាចថា3ថ្ងៃមកប្រកួតចឹងវាអាចនឹងគួរនឹងកើតឡើងហើយការរបួសសាច់ដុំរបៀបនេះសម្រាប់ផែនការនៅក្នុងការប្រើប្រាស់កាប៊ីថ្ងៃនេះគឺយើងអាចឲ្យគាត់លេងថាមួយតង់បន្ទាប់មកយើងដូរគាត់ចេញប៉ុន្តែយើងឃើញវាជាអកុសលដែលគាត់របួសតាំងពីមុននឹងយើងដូរគាត់ចេញហើយមួយទៀតគឺដោយសារតែលទ្ធផលថ្ងៃនេះផងទើបយើងអត់បានផ្លាស់ប្ដូរកីឡាករមួយចំនួនឲ្យគាត់បានលេងហើយមួយទៀតគឺម៉ាទីវដូចជាអាធួរអីគឺយើងអត់បានចុះឈ្មោះគាត់អញ្ចឹងយើងចាំឆែកមើលទាំងអស់គ្នាសង្ឃឹមថាគាត់អាចនឹងត្រឡប់មកវិញនៅការប្រកួតផ្ដាច់ព្រាត់របស់យើង